ស្ដីបងប្អូនទាំងអស់គ្នាតោះថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីរបៀបដូរឈ្មោះ Facebook ទាំងអស់គ្នាតោះដើម្បីចង់ចេះតោះអ្នកនរទស្សនាវីដេអូទាំងគ្នាជាដំបូងយើងចុចចូល profile ទៅមកចុចចូល setting ទៅចូល setting ហើយយក setting មួយទៀតមកហើយបន្តមកទៀតអ្នកនរគ្នាមើលកន្លែងហ្នឹងមក account center ចុចកន្លែងហ្នឹងមកហើយបន្តមកទៀតអ្នកនរគ្នាមើលកន្លែង profile ឈ្មោះអ្នកនរគ្នាចុចកន្លែងហ្នឹងមកទៅមកទៀតចុចនៅខាងលើឈ្មោះកន្លែងតាណែមហ្នឹងមកចាកន្លែងហ្នឹងមកនេះអ្នកនរឃើញឈ្មោះខ្ញុំអត់ឈ្មោះខ្ញុំពីមុនគឺមាន OEUN តែខ្ញុំដូរពី OUERN វិញឥឡូវនេះជាមួយខ្ញុំដូរទាំងអស់គ្នាអ្នកនរគិតថាដូរឈ្មោះកន្លែងហ្នឹងមកហើយដាក់ឈ្មោះខាងក្រោម last name ហ្នឹងមកដាក់ឈ្មោះដែលទេខ្ញុំដូរតែកន្លែងលើហ្នឹងទេបន្ទាប់ពីអ្នកនរកែឈ្មោះស្រួលអស់ហើយដាក់អ្នកនរចុចកន្លែង review change ហ្នឹងមកវាអត់មានន័យពិបាកទេដោយសារតែឈ្មោះខ្ញុំវាខុសពីឈ្មោះពីអត្តសញ្ញាណប័ណ្ណអញ្ចឹងខ្ញុំដូរឲ្យត្រូវគ្នានឹងអត្តសញ្ញាណប័ណ្ណហើយអ្នកនរពិនិត្យមើលកន្លែងហ្នឹងមកអ្នកនរចង់យកតកូលមុនឬក៏ឈ្មោះមុនអានឹងស្រ័យលើអ្នកនរតើមកនេះចុចដានមកទៅពីចុចដានមកសន្ទុះវានឹងលោតជាត្រង់ត្រេមួយហើយអ្នកនរមើលអ្នកនរចាំបន្តិចទៅឥឡូវនេះវាចាញ់ហើយឈ្មោះខ្ញុំបានកែហើយ OUERN ពីមុន OEURN អញ្ចឹងដូរហើយស្រេចអ្នកនរកុំភ្លេចចុច like ចុច subscribe ចុច comment ខាងក្រោមអ្នកមួយមកបើចង់បានវីដេអូថ្មីអរគុណជម្រាបលាបាយបាយ